កូនលាន់ឈ្នះដក3ខ្ទង់បងប្អូនកូនលាន់ឈ្នះដក3ខ្ទង់ហើយបាទជាកិត្តិយសហើយសូមបងប្អូនរក្សាភាពស្និទ្ធនៅកូនលាន់ដកបាន3ខ្ទង់ទីទៀតហ្នឹងបាទបាទមើលទៅហាក់បីដូចជាចូលលន់ចាញ់បងបាទចាញ់បងគូប្រកួតដែរតាមមើលបាទហើយចឹងសូមឲ្យបងប្អូនជួយឲ្យកម្លាំងចិត្តដល់កូនលន់ទាំងអស់គ្នាមួយមកបាទហូដល់គ្នាមកបាទកូនលន់ប្រឹងបាទហើយមកដល់កងពេជ្រដាច់យ៉ាប់មកទៅបាទកងពេជ្រហាក់បីដូចជាមានព្រៀបឆ្ងាយបាទមានព្រៀបលើកូនលន់បាទកូនលន់ហាក់បីដូចជាចាញ់បងច្រើនបាទហ្នឹងហើយហូដល់គ្នាមួយមកបាទហ្នឹងហើយបាទកងពេជ្រដាច់យ៉ាប់កងពេជ្របាទហើយកូនលន់មកដល់កូនលន់តាមតនកងពេជ្រអត់បាទហ្នឹងហើយបាទយើងទៅវាតិចបាទឥឡូវឃើញថាកងពេជ្រជិតដល់ចាប់កងពាន់ហើយបាទនេះកងពាន់បាទកងពេជ្រកំពុងតែមកហើយបាទកងពេជ្របាទកូនលន់ត្រង់ហូរដល់គ្នាជូនកូនលន់មកបាទណែកូនលន់បាទកងពេជ្រដល់ទីប្រកួតបាទដល់ជោគជ័យបាទហ្នឹងហើយសូមអបអរសាទរដល់កងពេជ្រដែលមកពីខាងកងតំណែងបាទហើយក៏សូមចូលរួមសោកស្ដាយដល់កូនលន់ជាម្ចាស់ផ្ទះបាទចាញ់បងមកទូក2ទូកនោះបាទសូមអរគុណបាទហើយចឹងហើយក៏សូមការអនុញ្ញាតគោរពអញ្ជើញកងពេជ្រមកស្នាក់ការកណ្ដាលដើម្បីទទួលរង្វាន់ពីលោកគ្រូចៅអធិការមនីសាទរខ្ចីបាទហ្នឹងហើយកងពេជ្រសូមបត់ឡើងមកវិញមកដើម្បីមកទទួលរង្វាន់លើកទឹកចិត្តដល់ទូកទាំងអស់ដែល